បាទសួស្តីបងប្អូនដល់គ្នាបាទនេះគឺជាទស្សនវិជ្ជានៅផ្លូវម្ដុំផ្សារបាយចានបងប្អូនបាទមានការកកស្ទះឡានធំតិចតួចបងប្អូនដោយសារតែផ្លូវនឹងឆ្អៀតបងប្អូនយើងអាជីវករគាត់លក់ដូរតាមចាមផ្លូវច្រើនពេកខាងសង្កាត់គាត់ចុះណែនាំអនុវត្តបានខ្លះហើយហ្នឹងឥឡូវចាប់ផ្ដើមចតលក់ដូរពេញនឹងទៀតបងប្អូនអើយអានឹងធ្វើឲ្យយើងកកស្ទះចរាចរណ៍បងប្អូនបាទធ្វើដំណើរតាមផ្លូវវាបញ្ហាស្ទះទៅវាអស់សាំងអស់វាអស់អីបងប្អូនច្រើនបាទបងប្អូនគួរតែយកយល់ជាស្រ័យគ្នាទៅបាទលក់ដូរយើងអាចលក់នៅក្នុងតិចទៅវាមិនខុសគ្នាប៉ុន្មានទេបងប្អូនចាមផ្លូវហើយនឹងខាងក្នុងខុសគ្នាប៉ុន្មានម៉ែត្រយើងលក់ដូរយើងគិតពីចំណីផ្លូវណាវាកុំឲ្យប៉ះពាល់ដល់បងប្អូនយើងធ្វើដំណើរតាមផ្លូវបងប្អូនអើយបាទនេះខ្ញុំនិយាយមិនមែនទៅរីគុណគាត់អីនេះទេប៉ុន្តែគាត់ថាយើងមើលជាក់ស្ដែងបងប្អូនបាទមើលគ្នាចាមផ្លូវពេញហ្នឹងហ្មងបាទអញ្ចឹងតែឆាត់នឹងបាំងតម្លាក់មកតាមផ្លូវក៏យើងជិះទៅខ្លាចអាប៉ះឆាត់ដួលខូចសម្ភារៈរបស់គាត់ទៀតអញ្ចឹងបងប្អូនគួរតែគិតកន្លែងហ្នឹងដែរយើងគួរតែយកយល់បាទអ្នកធ្វើដំណើរតាមផ្លូវគាត់ខ្លាចប៉ះពាល់ដល់បងប្អូនយើងនៅខាងក្នុងលក់ដូរហ្នឹងវាខូចខាតទ្រព្យសម្បត្តិរបស់គាត់អញ្ចឹងទៅបាទវាបញ្ហាទៀតបងប្អូនបាទយកយល់ជាស្រ័យទៀតណាបាទលក់ដូរថ្មីកុំឲ្យវាស៊ីចំណីផ្លូវច្រើនពេកបងប្អូនបាទអរគុណបាទខ្ញុំមានតែប៉ុណ្្នឹងបាទ